បទឈប់បាញ់នៅមជ្ឈិមបូព៌ាที่អន្ទាក់មរណៈរៀបចំដោយចៅហ្វាយសេតវិមានដូណាល់ត្រាំឬយ៉ាងណាបទយកាពពកខ្មៅរសាត់បាំងបិទព្រះអាទិត្យផ្ទៃមេឃប្រាយជីស្រអាប់មួយរំពេចប៉ុន្តែបរិយាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ានៅតែក្តៅស្អុះស្អាប់ខ្លាំងក្លាហួសនឹងការពិពណ៌នាវាលខ្សាច់ដែលជោកជាមដោយទឹកឈាមនៅតែបន្តហូរឥតឈប់សម្រែកមីស៊ីលនិងសំលេងយន្តហោះចម្បាំងបានស្ងប់ស្ងាត់មួយផ្លេតប៉ុន្តែច្រកសមុទ្រហមូសដែលធ្លាប់តែមានរលកធំបោកឥឡូវនេះคล้ายជាស្ងប់ឈឹងគួរឲ្យខ្លាចដូចជាកំពុងរងចាំព្យុះធំមួយទៀតស្នូវគ្រាប់កំភ្លើងនៅតែលាន់ឡើងទ្រហឹងជាពិសេសនៅលីបង់ដែលត្រូវបាំងតាយឡើងដោយមហាអំណាចអាមេរិកនិងសម្ព័ន្ធមិត្តដែកថែបអ៊ីស្រាអែលតើបទឈប់បាញ់រយៈពេល2សប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជាពន្លឺសន្តិភាពពិតប្រាកដឬគ្រាន់តែជាលបែងអុកយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់ដែលចៅហ្វាយសេតវិមានលោកដូណាល់ត្រាំរៀបចំទុកជាមុននេះជាសំណួរដែលកំពុងត្រូវបានជជែកវែកញែកយ៉ាងក្តៅគគុកក្នុងចំណោមអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិនៅពីក្រោមកម្រាលព្រំពណ៌ក្រហមនៃកិច្ចចរចាបទឈប់បាញ់នេះមានការមើលឃើញថាវាគឺជាបទឈប់បាញ់ប្លែកបន្ទោដ៏ឆ្លាតវៃមួយលោកត្រាំដើរតួជាអ្នកគាំទ្រសន្តិភាពដោយប្រកាសផ្អាកការវាយប្រហារលើអ៊ីរ៉ង់ដើម្បីសម្រាលសម្ពាធពីសហគមន៍អន្តរជាតិនិងធ្ពិនភ្នែកមតិសាធារណៈប៉ុន្តែមកខាងទៀតសហរដ្ឋអាមេរិកបើកដៃឲ្យអ៊ីស្រាអែលបន្តប្រតិបត្តិការយោធាដោយសេរីលើលីបង់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីរ៉ង់ដោយប្រកាសថាបទឈប់បាញ់នេះមិនគ្របដណ្ដំលើលីបង់ដោយសារ Hezbollah ការវាយប្រហារដ៏ធំនៅបេរូតបានសម្លាប់មនុស្សជាង180នាក់និងរបួនរាប់រយនាក់ដែលជាថ្ងៃស្លាប់ច្រើនបំផុតមួយក្នុងសង្គ្រាមថ្មីបទឈប់បាញ់មិនស្មើភាពនេះកំពុងធ្វើឲ្យអ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពចុះទឹកជួបក្រពើឡើងលើជួបខ្លាខាងមួយសហរដ្ឋអាមេរិកផ្អាកការវាយប្រហារប៉ុន្តែខាងម្ខាងទៀតអ៊ីស្រាអែលនៅតែបន្តវាយប្រហារហើយអ៊ីរ៉ង់បានបិទច្រកសមុទ្រហមូសជាថ្មីដើម្បីឆ្លើយតបលោកត្រាំបើអ៊ីរ៉ង់មិនបើកច្រកនេះភ្លាមសង្គ្រាមនឹងចាប់ផ្ដើមឡើងវិញហើយកងទ័ពអាមេរិកនៅតែនៅនឹងកន្លែងជុំវិញអ៊ីរ៉ង់ច្រកសមុទ្រហមូសដែលជាស្រស័យឈាមបេះដូងនៃចរន្តប្រេងពិភពលោកប្រមាណ 20% នៃតម្រូវការអ៊ីនធឺណិតសកលកំពុងក្លាយជាចំណុចក្តៅបំផុតមិនត្រឹមតែសហរដ្ឋអាមេរិកបញ្ជូនកងទ័ពជើងទឹកទៅនោះទេប៉ុន្តែបារាំងនិងសហភាពអឺរ៉ុបក៏បានប្រកាសផែនការនាំសម្ព័ន្ធមិត្តប្រមាណ15ប្រទេសឬច្រើនជាងនេះទៀតដើម្បីជួយសម្រួលចរាចរណ៍នៃច្រកនេះក្រោមការដឹកនាំរបស់បារាំងប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងបាននិយាយថាវាគឺជាបេសកកម្មការពារតែប៉ុណ្ណោះនិងនឹងធ្វើក្នុងការសម្របសម្រួលជាមួយអ៊ីរ៉ង់បន្ទាប់ពីដំណាក់កាលក្តៅបំផុតនៃសង្គ្រាមការប្រកួតប្រជែងនេះធ្វើឲ្យអ៊ីរ៉ង់ពិបាកក្នុងការកំណត់សត្រូវពិតប្រាកដតើវាជាការប្រកួតប្រជែងឥទ្ធិពលពិតប្រាកដរវាងអាមេរិកនិងអឺរ៉ុបឬល្បែងរួមគ្នាដើម្បីគៀបអ៊ីរ៉ង់ពីគ្រប់ទិសអ្នកវិភាគមួយចំនួនយល់ថាទោះបីជាមានការខ្វែងខ្នងគំនិតរវាង Washington និង Paris ក៏ដោយប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរស្ថិតក្នុងអង្គការ NATO ដូចគ្នាការបង្ហាញវត្តមានយោធាអឺរ៉ុបអាចជាយុទ្ធសាស្ត្រដើម្បីបង្កើតឥទ្ធិពលខ្លួនឯងនៃមជ្ឈិមបូព៌ាដោយមិនត្រូវដើរតាមស្រមោលអាមេរិកទាំងស្រុងនោះទេបើសិនជាសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអឺរ៉ុបរួមដៃគ្នាគៀបអ៊ីរ៉ង់ពីខាងក្រៅនិងខាងក្នុងរាជធានីតេហេរ៉ង់នឹងពិបាករក្សាការគ្រប់គ្រងច្រកសមុទ្រហមូសរបស់ខ្លួនដែលជាអាវុធយុទ្ធសាស្ត្ររបស់ខ្លួនអ៊ីរ៉ង់បានប្រើច្រកនេះដើម្បីគំរាមកំហែងបិទផ្លូវប្រេងពិភពលោកប៉ុន្តែបើមានកងទ័ពអន្តរជាតិច្រើនប្រទេសនៅទីនោះសិទ្ធិនោះនឹងត្រូវបាត់បង់បន្តិចម្ដងលោកត្រាំបានប្រកាសថាសហរដ្ឋអាមេរិកបានឈ្នះជ័យជំនះពេញលេញហើយព្រោះបានបំពេញគោលដៅយោធានិងកំពុងចរចាសន្តិភាពរយៈពេលវែងប៉ុន្តែអ៊ីរ៉ង់បានចោទប្រកាន់ថាអាមេរិកនិងអ៊ីស្រាអែលរំលោភនៅលក្ខខណ្ឌមួយចំនួននិងបានព្រឿនមានថាបើការវាយប្រហារលើលីបង់បន្តបទឈប់បាញ់នឹងត្រូវបញ្ចប់ការចរចានៅអ៊ីស្លាមាបាតប៉ាគីស្ថានប៉ុន្តែស្ថានភាពនៅតែតានតឹងខ្លាំងសរុបមកបទឈប់បាញ់នេះ
មិនមែនជាសញ្ញានៃសន្តិភាពពិតប្រាកដទេប៉ុន្តែវាគឺជាការរៀបចំសមរភូមិថ្មីដែលមានការស្ងប់ស្ងាត់ខាងក្រៅប៉ុន្តែខាងក្នុងកំពុងឆេះខ្លាំងអ៊ីរ៉ង់អាចនឹងបាត់បង់ឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ាបើមិនអាចទប់ទល់នឹងសម្ពាធពីគ្រប់ទិសនោះទេច្រកសមុទ្រហូមូសនឹងលែងជាចំណាប់ខ្លាំងរបស់តេហេរ៉ង់និងសេដ្ឋកិច្ចពិភពលោកអាចនឹងមានស្ថិរភាពជាងមុនហើយប៉ុន្តែតម្លៃដែលអ៊ីរ៉ង់ត្រូវចំណាយអាចនឹងធំធេងណាស់តើនេះជាអន្ទាក់មរណៈពិតប្រាកដដែលលោកត្រាំរៀបចំដោយយុទ្ធសាស្ត្រទ្វេមុខឬឱកាសសន្តិភាពដែលកំពុងត្រូវបានប្រោសប្រាស់ខុសប៉ុន្តែបច្ចុប្បន្ននេះរងចាំតែខ្យល់បក់តិចតួចប៉ុណ្ណោះដើម្បីផ្ទុះឡើងវិញដោយកម្លាំងខ្លាំងក្លាជាងមុនទៀតស្ថានភាពនៅមជ្ឈិមបូព៌ានៅតែជាគម្រាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាពពិភពលោកត្រាំផ្ទុះកំហឹងខ្លាំងបំផុតចង់ដកទ័ពអាមេរិកចេញពីអឺរ៉ុបទាំងអស់និងរំលឹកឡើងវិញគម្រោងដណ្ដើមយកកោះ Greenland មកគ្រប់គ្រងវិញរដ្ឋធានី Washington លោកប្រធានាធិបតីអាមេរិក Donald Trump បានផ្ទុះកំហឹងយ៉ាងខ្លាំងជាថ្មីម្ដងទៀតទៅលើអង្គការ NATO NATO ដោយបង្ហោះសារយ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម Truth Social ភ្លាមៗក្រោយជំនួបបិទទ្វារជាមួយអគ្គលេខាធិការ NATO លោក Mark Rutteលោកត្រាំបានរីកគុណធ្ងន់ថា NATO មិនបានជួយសហរដ្ឋអាមេរិកអ្វីទាំងអស់នៅពេលដែលត្រូវការបំផុតគឺក្នុងសង្គ្រាមអ៊ីរ៉ង់ដ៏ក្តៅគគុកនេះលោកត្រាំបានសរសេរសារយ៉ាងច្បាស់ថា NATO មិននៅទីនោះនៅពេលដែលយើងត្រូវការហើយពួកគេក៏មិននៅទីនោះបើយើងត្រូវការម្ដងទៀតដែរលោកក៏បានឆ្លៀតឱកាសរំលឹកឡើងវិញនៅគម្រោងដណ្ដើមយកកោះ Greenland មកគ្រប់គ្រងវិញដោយហៅដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះថាដុំទឹកកកធំដែលគ្រប់គ្រងអន់បំផុតកំហឹងរបស់លោកត្រាំកើតឡើងដោយសារសម្ព័ន្ធមិត្ត NATO បដិសេធមិនចូលរួមប្រយុទ្ធជាមួយអាមេរិកក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់និងបានរារាំងមិនឲ្យកងទ័ពអាមេរិកប្រើមូលដ្ឋានទ័ពនៅលើទឹកដីអឺរ៉ុបលោកថាសម្ព័ន្ធភាពមានអាយុកាលជិត80ឆ្នាំមួយនេះគ្រាន់តែជាខ្លាក្រដាស់គឺមើលទៅរឹងមាំតែពិតជាទុនខ្សោយខ្លាំងណាស់បើតាមសេចក្តីរាយការណ៍ពីកាសែត The Wall Street Journal លោកត្រាំកំពុងពិចារណាលើវិធានការសងសឹកធ្ងន់ធ្ងរដែលគំរាមដកកងទ័ពអាមេរិកចេញពីប្រទេសសមាជិក NATO ទាំងនោះដែលលោកយល់ថាមិនបានជួយកិច្ចការអាមេរិកអ្វីសោះការដកទ័ពនេះអាចធ្វើឲ្យអឺរ៉ុបទាំងមូលមានភាពងាយរងគ្រោះជាងមុនច្រើនជាពិសេសនៅពេលស្ថានភាពសន្តិសុខពិភពលោកកំពុងតានតឹងខ្លាំងសង្គ្រាមអ៊ីរ៉ង់នេះកំពុងក្តៅគគុកខ្លាំងណាស់នឹងធ្វើឲ្យពិភពលោកទាំងមូលបារម្ភយ៉ាងខ្លាំងកងទ័ពអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារខ្លាំងក្លាទៅលើអ៊ីរ៉ង់តាំងពីខែកុម្ភៈដែលធ្វើឲ្យអ៊ីរ៉ង់បិទផ្លូវទឹកសំខាន់បំផុតគឺ Strait Hormuz ផ្លូវទឹកនេះជាច្រកដឹកជញ្ជូនប្រេងរាប់លានបារ៉ែលអានឹងមួយថ្ងៃធ្វើឲ្យតម្លៃប្រេងនិងឧស្ម័នកើនឡើងខ្ពស់និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលលោកត្រាំធ្លាប់គម្រាមថាបើអ៊ីរ៉ង់មិនបើកផ្លូវទឹកនេះទេនឹងវាយប្រហាររោងចក្រថាមពលនិងស្ពានសំខាន់ៗរបស់អ៊ីរ៉ង់រហូតដល់ពាក្យថាស៊ីវីល័យទាំងមូលនឹងត្រីស្លាប់នៅយប់នេះឥឡូវនេះទោះបីមានការឈប់បាញ់រយៈពេល2សប្តាហ៍ក៏ដោយក៏បទឈប់បាញ់នេះនៅតែផុយស្រួយបំផុតគ្រាន់តែមានរឿងតូចតាចមួយកើតឡើងសង្គ្រាមក៏អាចផ្ទុះឡើងវិញភ្លាមដែលនឹងធ្វើឲ្យមានការស្លាប់មនុស្សរាប់ម៉ឺននាក់ប៉ះពាល់សេដ្ឋកិច្ចពិភពលោកនិងអាចរាលដាលទៅជាសង្គ្រាមធំនៅដែនដាំនេះហើយជាមូលហេតុដែលសម្ព័ន្ធមិត្ត NATO កាន់តែព្រួយបារម្ភខ្លាំងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Mark Rutte បានបញ្ជាក់ថាជំនួបនេះធ្វើឡើងក្នុងបរិយាកាសបើកចំហនិងស្មោះត្រង់ទាំងមូលលោកថាលោកត្រាំមានការខកចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តប៉ុន្តែលោក Rutte ក៏កេះវេះមិនឆ្លើយត្រង់ទេនៅពេលសួរថាតើលោកត្រាំបានគម្រាមដកអាមេរិកចេញពី NATO ដែរឬទេកាលពីមុនអ្នកនាំពាក្យសេតវិភាបានបង្ហើយថាការដកខ្លួនចេញពី NATO គឺជាប្រធានបទដែលលោកត្រាំពិភាក្សាជាបន្តបន្ទាប់ប៉ុន្តែតាមច្បាប់លោកត្រូវទទួលបានការយល់ព្រមពីសភាជាមុនសិនទើបអាចធ្វើបានលោកត្រាំក៏បានវាយប្រហារផ្ទាល់មាត់ទៅលើមេដឹកនាំសម្ព័ន្ធមិត្តផ្សេងទៀតផងលោកវាយប្រហារនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងបានហៅនាវាផ្ទុកនឹងហោះរបស់អង់គ្លេសថាគ្រាន់តែជារបស់លេងឬក្មេងលេងក្មេងបើប្រៀបធៀបនឹងនាវារបស់អាមេរិកលោកថាអង់គ្លេសមិនគួរបញ្ជូននាវាទាំងនេះមកជួយទេព្រោះវាមិនមានប្រយោជន៍អ្វីសោះភាពតានតឹងទាំងនេះកើតឡើងចំពេលដែលបទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់កំពុងផុយស្រួយបំផុតបើសង្គ្រាមផ្ទុះឡើងវិញវាមិនត្រឹមតែប៉ះពាល់តែដំមជ្ឈបូព៌ាទេប៉ុន្តែនឹងធ្វើឲ្យតម្លៃប្រេងកើនឡើងខ្ពស់ជាលើកទី2សេដ្ឋកិច្ចពិភពលោកអាចដួលរលំនិងប្រទេសជាច្រើនអាចជួបជាមួយសង្គ្រាមធំទៀតផងនេះហើយជាមូលហេតុដែលសម្ព័ន្ធមិត្ត NATO កាន់តែព្រួយបារម្ភខ្លាំង